ទៅដើមទីដើម្បីយើងនឹងចាប់ដើមជើងទី2បងចាប់ដើមជើងទី2សុំមេត្តាឡើងទៅលើឲ្យលឿនបន្តិចបាទឲ្យលឿនបន្តិចយើងនឹងដំណើរការជើងទី2បាទសុំកំបាំងនៅមុខកន្លែងផែដើម្បីខាងអន្តរបច្ចេកទេសនឹងតាមដានលទ្ធផលនិងផ្សព្វផ្សាយជូនបាទបាទនៅពេលនេះឃើញថាគូចុងក្រោយទូកវែងគូទី24លេខរៀងតែបើសម្រាប់ទូកខ្នាតវែងចំណុះច្រើនគឺគូទី10ដែលជាគូចុងក្រោយបាទខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាស្រីសសុកសែនជ័យបាទគឺជាទូករបស់ទីស្តីការគណៈរដ្ឋមន្ត្រីហើយខ្សែទឹកខាងក្រៅបារមីឯកមានជ័យពីបអញ្ញាអង្គបាទចាំមើលតែយ៉ាងម៉េចដែរជាមួយនឹងស្រីសសុកសែនជ័យបាទបើខ្ញុំមិនភ្លេចទេស្រីសសុកសែនជ័យនេះពីមុនមកគឺមានការឧបត្ថម្ភគ្រប់គ្រងដោយសម្ដេចសុកអានបាទសម្ដេចសុកអានមកពីខាងខេត្តតាកែវហើយឥឡូវស្រីសមិនហើយស្រីសល្អទាំងល្បឿនបាទដាច់មែនអត់ឲ្យស្អីបារមីឯងមានជ័យតោងបន្តិចផងលោកអើយលោកលឿនណាស់បាទទូកទីស្តីការគណៈរដ្ឋមន្ត្រីចាអត់ស្អីលើអែមជើងទី1ក៏ទទួលជ័យទេណូលោកគ្រូសាច់ទឹកខាងក្រៅទេសាច់ទឹកខាងក្រៅសាលីដេតសាច់តួសែនជ័យបារមីបន្ទាតែតែលោកគ្រូឈ្នះទទួលបានជ័យជំនះគាត់ចែកឈ្នះលោកគ្រូចាមកជើងម្នាក់ចាមកជើងម្នាក់ចាសែនជ័យសេរីកណាបន្ទាដែកវិញបាទចាលោកគ្រូចាថាមើលមកខាងនេះសូមអធិស្ឋានចឹងមកជើងម្នាក់ចែកគ្នាបាទជើងទី2នេះច្រើនទៅមកគាត់ចែកគ្នាស្មើកុំឲ្យចំណែនគ្នាណាលោកគ្រូចាសบายទៅអស់គ្នាគូចុងក្រោយបាទចាំមើលគូចុងក្រោយដែលជាគូបញ្ចប់គឺស្រីសសុកសែនជ័យជាមួយនឹងបារមីឯកមានជ័យបាក់អត់លេខឃើញបដ ாய் ចាបងប្អូនប្រជាពលរដ្ឋអើយនៅតែមកគូនឹងទៀតទេបងប្អូនចាចាប់ហើយកម្មវិធីប៉ុណ្ណឹងទូករបស់យើងនៅស្រុកលាវីអែមនេះគឺពិតជាសប្បាយមែនទែនចានាងខ្ញុំបានមកផ្សាយនៅខាងស្រុកលាវីអែមនេះគឺពិតជាសប្បាយមែនទែនចាចង់សប្បាយជាងនៅមុខព្រះបរមរាជវាំងទៀតព្រោះឃើញបងប្អូនជាប្រដ្ឋយើងនឹងគឺស្កត់ស្នេហាមែនទែនចាឥឡូវនេះលោកគ្រូហួតទូកគូទី10ដែលជាគូចុងក្រោយទូកទី10លោកគ្រូចាខ្សែទឹកខាងក្រៅដែលមានឈ្មោះថាស្រីសសុកសែនជ័យចាស្រីសសុកច័ន្ទជ័យគាត់ទទួលបានជាជំនះទៀតហើយចាកាជើងទី1បាទចាដាច់ឆ្ងាយមែនតើហើយជើងទី1ក៏ឈ្នះជ័យគឺជាទាវរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបាទចាឥឡូវនេះទូករបស់យើងការប្រកួតប៉ុណ្ណឹងទូករបស់យើងនៅថ្ងៃនេះគឺសន្មតតែចប់តែត្រឹមនេះប៉ុន្តែអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច follow page របស់ admin មួយផងហើយនឹងមួយទៀតបងប្អូនកុំភ្លេចចូលទៅ subscribe channel YouTube របស់ admin មួយផងបាទនៅក្នុង YouTube មានឈ្មោះថាស្ដាច់មកកនិយាយទៅវាយដូចនៅក្នុង page នេះបងប្អូននឹងឃើញហើយកុំភ្លេចជួយចូល subscribe ម្នាក់មួយផងអរគុណច្រើនជម្រាបលាបាយបាយ